លោកគ្រូសំពីរបៀបបិទ page ឬក៏លុប page ចោលលោកគ្រូ អូខេបងសិក្សាបានអូខេចំដំបងចូលមកកាន់ Facebook មករីហើយត្រីបែកលើនេះរើ page មួយមកដែលចង់ធ្វើការលុបឬក៏បិទណាគំរូមើលចា page ច្រើនណាលោកគ្រូសូមរមើល page សិនអញ្ចឹងណាបង្រៀនជាគំរូនឹងគេណាលុបបានបិទ page បានចំពោះ page បងប្អូនយើងដែលមិនចង់ប្រើអញ្ចឹងណាឬក៏បង្កើតអត់ត្រឹមត្រូវអញ្ចឹងទៅធ្វើការបិទ block ចោលបានលេង page ថ្មីក៏បានដែរអញ្ចឹងណាមើលមើលចាពឹង switch ណាបដូរទៅជា page សិនហ្នឹងលោកគ្រូនឹងបង្រៀនជាគំរូណាអូខេត្រី3នេះហើយចូលមកកាន់ page យើងមកគេណាត្រី3ទុយនេះមានពាក្យថាការកំណត់យុទ្ធភាពនេះឬក៏ចាក់នេះ setting privacy ណាលោកគ្រូសូមបង្រៀនជាភាសាខ្មែរសិនអញ្ចឹងណាគេឡើងលើមកឃើញមានពាក្យថាសិទ្ធចូលប្រើនិងការគ្រប់គ្រងណាគេណានេះអញ្ចឹងឡើយនេះមានច្រើនមានការបិទដំណើរការហើយនឹងការលុបអញ្ចឹងមានពីរករណីលោកគ្រូបញ្យល់ខ្លីៗណាបើសិនជាចង់បិទ page នឹងសិនបើជាណាបិទ page នឹងបណ្ដោះអាសន្ននេះគេថានេះបិទ page ជាបណ្ដោះអាសន្នខាងលើនេះអាហ្នឹងគឺមិនមែនលុបទេក៏យើងផ្អាកលេង page ហ្នឹងរយៈសិននៅពេលខាងមុខទៅបងប្អូនអាចធ្វើការបើកលេខបានធម្មតានឹងចង់បញ្យល់ណាបិទមួយរយៈសិនហ្នឹងយកខាងលើបានទី2បើសិនជាឈប់គេថាឈប់តែម្ដង page ហ្នឹងណាឈប់លេងឈប់ប្រើប្រាស់ហើយអត់ចង់លេង page ហ្នឹងទេវាខូចឬក៏វាអត់សូវដើរល្អនេះចុចពីលុបទំព័រ delete page នេះណាហ្នឹងហើយបន្តអូខេបន្តមកទៀតនេះក៏យើងរើសណាហេតុអីបានទីចង់លុប page ហ្នឹងអញ្ចឹងណាយើងរើសមកបើសិនជាមិនចង់ចុចក៏បានដែរនេះបន្តបានណាទៅតែម្ដងហ្មងណាអូខេបន្តទៀតអូខេដាក់លេខកូដបញ្ចូលពាក្យសម្ងាត់អាហ្នឹងគឺលេខកូដសម្ងាត់ password account Facebook ហ្នឹងអញ្ចឹងណា admin page ហ្នឹងណានឹងបំពេញចូលមកអញ្ចឹងណាពេញឲ្យត្រូវណាតែបំពេញខុសអាហ្នឹងគឺលុបអត់បានទេអញ្ចឹងណាហ្នឹងគឺស្អែកត្រូវអញ្ចឹងណាហ្នឹងពេញឲ្យត្រូវណាដើម្បីធ្វើការលុប page ហ្នឹងគេណាហើយបើសិនជាភ្លេចមានតែបងប្អូនយើងដូរថ្មីសិនហើយចាំធ្វើការលុបតាមក្រោយអញ្ចឹងណាបន្តគេណានេះចុងក្រោយណាអានេះគេសួរបញ្ជាក់ថាច្បាស់អត់ថាពិតជាចង់លុប page ទំព័រនឹងចោលតែម្ដងណាតែពេលលុបទៅហ្នឹងគឺបាត់ទៅទាំងអស់ហើយការផុសរូបភាពវីដេអូឆាតអីផ្សេងៗហ្នឹងគឺទៅតែម្ដងណាអាហ្នឹងគឺលុបហើយនេះហើយបន្តមកទៀតគឺទុករយៈពេលឲ្យ30ថ្ងៃនេះឃើញអត់ហ្នឹងគេទុករយៈពេលឲ្យអញ្ចឹងណានេះឃើញអត់ក្នុងកំឡុងពេល30ថ្ងៃហ្នឹងគឺយើងអាចផ្លាស់ប្ដូរចិត្តបានអ្នកអាចបើកដំណើរការឡើងវិញបានក្នុងរយៈពេល30ថ្ងៃឃើញអត់អាហ្នឹងគឺបានតែបើសិនជាផុតពីហ្នឹងទៅហើយគឺចូលលេខ page ហ្នឹងកើតបានទេអញ្ចឹងណាហ្នឹងឃើញអត់អាហ្នឹងគឺគេរក្សាទុកឲ្យយើងសិនអញ្ចឹងណាអញ្ចឹងបើសិនជាច្បាស់ហើយយើងចុចពាក្យលុបទំព័រមកនេះជឿគ្នានេះបឹងនឹងគេណាហើយរងចាំតិចសិននេះឃើញអត់នៅពេលដែលលុប page ទៅនឹងបដូរ page ហ្នឹងមកជា account វិញតែម្ដងគេហៅថា switch ណាអូតូពី page មកជា Facebook វិញគ្នាយើងសាកទៅមើល page ហ្នឹងមើលណាទំព័រនេះមកចង់ដឹងថាបាត់ page នឹងហើយនៅគេនេះនៅកន្លែងនេះគឺអត់ឃើញ page ទេគេគឺបានបាត់ហើយចាំយើងមើលខាងក្រោមមើលឃើញអត់ក្រោមបង្អស់តែម្ដងនេះគេអត់នេះនេះ page នឹងក្រោមនេះ page ដែលបានលុបនេះគេអត់ឈ្មោះ page គូនេះគេអត់នេះហើយនៅពេលខាងមុខយើងចង់បើកក៏បានដែរគឺចង់និយាយថាគេទុកពេលយើង30ថ្ងៃនេះចង់បញ្យល់អញ្ចឹងណាបើសិនជាសម្រាប់ចិត្តចង់បើកលេងវិញចុចពាក្យបើកដំណើរការទេដំណើរការទៅអញ្ចឹងណាតែបើអត់ទេយើងទុកអញ្ចឹងទៅក្រោយ30ថ្ងៃទៅវានឹងបាត់ទៅអូតូតែម្ដងណានឹងបកស្រាយជូនមេរៀនរបៀបបិទ page លុប page ផងដែរអូខេកូន